ទម្លាប់ល្អ9យ៉ាងដែលឪពុកម្ដាយចិញ្ចឹមកូនបានជោគជ័យទី1មានការសន្ទនាជាមួយកូនជាប្រចាំការនិយាយលេងជាមួយកូនជាប្រចាំធ្វើឲ្យខួរក្បាលកុមារមានការរីកលូតលាស់ល្អនិងមានផ្លូវចិត្តល្អជាពិសេសធ្វើឲ្យឪពុកម្ដាយមានឥទ្ធិពលទៅលើការអប់រំទូមានកូនទី2ញ៉ាំអាហារជាមួយគ្នាជាលក្ខណៈគ្រួសារការញ៉ាំអាហារជុំគ្នាជាលក្ខណៈគ្រួសារគឺជាឱកាសក្នុងការប្រស័យទាក់ទងគ្នាដ៏ល្អបំផុតនិងជាពេលវេលាដ៏ល្អសម្រាប់គ្រួសារក្នុងការផ្ដល់ក្ដីស្រឡាញ់ឲ្យគ្នាទៅវិញទៅមកទី3បង្រៀនកូនឲ្យធ្វើកិច្ចការផ្ទះការបង្រៀនកូនឲ្យធ្វើកិច្ចការផ្ទះគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការបង្រៀនជំនាញបំណិនជីវិតដល់កូនភាពទទួលខុសត្រូវទី4អានសៀវភៅឲ្យកូនស្ដាប់ការអានសៀវភៅឲ្យកូនស្ដាប់គឺជាទម្លាប់ល្អមួយដែលធ្វើឲ្យកូនចូលចិត្តការអានសៀវភៅទី5បណ្ដោយឲ្យកូនទទួលបរាជ័យខ្លះជាការពិតណាស់គ្មានឪពុកម្ដាយណាចង់ឃើញកូនខ្លួនឯងទទួលភាពបរាជ័យនោះទេប៉ុន្តែការបណ្ដោយឲ្យកូនទទួលបរាជ័យខ្លះគឺជាមេរៀនដ៏ល្អមួយក្នុងការបង្រៀនគាត់ឲ្យមានភាពធន់ចេះទទួលស្គាល់ភាពបរាជ័យចេះរៀនដោះស្រាយបញ្ហាខ្លួនឯងហើយជាពិសេសចេះជំនះរាល់ឧបសគ្គនៅក្នុងជីវិតព្រោះថាជីវិតមនុស្សយើងរស់នៅលាយឡំជាមួយនឹងបញ្ហាភាពបរាជ័យនិងភាពជោគជ័យដើរទន្ទឹមគ្នាទី6បង្រៀនកូននៅជំនាញសង្គមគឺជាជំនាញមួយដែលមនុស្សមិនអាចខ្វះបានកូនរបស់យើងត្រូវតែចេះរស់នៅក្នុងសង្គមចុះសម្រុងជាមួយអ្នកដទៃចេះស្គាល់ចិត្តគ្រប់គ្រងអារម្មណ៍ខ្លួនឯងនិងចេះស្គាល់អារម្មណ៍អ្នកដទៃចេះគោរពឲ្យតម្លៃអ្នកដទៃជាពិសេសចេះដោះស្រាយបញ្ហាសង្គមដោយខ្លួនឯងទី7ទំនាក់ទំនងល្អជាមួយកូនការមានទំនាក់ទំនងល្អជាមួយកូនគឺជួយឲ្យកូនមានអារម្មណ៍កក់ក្ដៅមានផ្លូវចិត្តល្អចេះស្ដាប់ដំបូន្មានឪពុកម្ដាយនិងជាពិសេសគឺអាចរៀនសូត្របានពូកែទី8តឹងតែងតែមិនតឹងរឹងឪពុកម្ដាយត្រូវតែបង្កើតច្បាប់បទបញ្ញត្តិគ្រួសារដោយមានលក្ខខណ្ឌច្បាស់លាស់ដើម្បីជំរុញឲ្យកូនមានសីលធម៌មានវិន័យល្អប៉ុន្តែផ្ដល់ឱកាសឲ្យកូនសប្បាយរីករាយនឹងពេលវេលាជាខ្លួនឯងតាមកលៈទេសៈនិងពេលវេលាជាក់ស្ដែងទី9ត្រូវមានការវិភាគសិក្សានិងលេងច្បាស់លាស់ឪពុកម្ដាយត្រូវកំណត់ពេលវេលាឲ្យកូនធ្វើកិច្ចការសាលាអនុវត្តលំហាត់បន្ថែមធ្វើស្វ័យសិក្សានិងការប្រើប្រាស់អេក្រង់ឲ្យបានច្បាស់លាស់ជៀសវាងកូនជក់លេងទូរស័ព្ទឬលេងហ្គេមហើយមិនចង់រៀនសូត្រ